자 이거. 국물 먹으라고요? 네, 국물 먹어봐야지. 네. 치킨 속 있어요? 네, 사왔어요. 저희 키. 아니 아니. 어차피 오래 끓여야 이것도 간 다시 해야 되나요? 자기가 한 거를 뭐였지? 내랑 맛있는 자. 죄송합니다. đây là sông Rạch. 네. 숟가락 요거 가져가세요. Hai mươi chín trong trang trai cho mình bóng ổn. Hai là với ban chương an định tham xâm rắp một nụ từng ọc này. Dương chụp nia rìa bê prang sắp đá hào từng sắp đá này. Chơi dương tay tay an định tham xâm rắp trong nụ an định tham xâm rắp khu xá an định tham xâm rắp và chỉ chân thì mai dần. Hai là với dương an định tham xâm rắp một nụ từng ọc này. Trong xâm an bởi đồng tin vừa đóជំពូក21ខ5ដល់ខ8ឯព្រះអង្គដែលគង់លើបល្ល័ង្កទ្រង់មានបន្ទូលថាមើលអញធ្វើទាំងអស់ឡើងជាថ្មីរួចទ្រង់មានបន្ទូលមកខ្ញុំថាចូលសរសេរទុកចុះបិទពាក្យទាំងនេះពិតប្រាកដហើយគួរជឿទ្រង់ក៏មានបន្ទូលមកខ្ញុំថាស្រេចហើយអញជាអាល់ហ្វានិងអូមេហ្គាគឺជាដើមហើយជាចុងបើអ្នកណាស្រេកអញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតដល់យប់ថ្លៃហើយអ្នកណាដែលឈ្នះនោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរតកអញនឹងធ្វើជាព្រះដល់អ្នកនោះហើយអ្នកនោះនឹងធ្វើជាកូនរបស់អញតែត្រង់ពួកខ្លាចពួកមិនជឿពួកខ្វើមពួកកាប់សម្លាប់ពួកកំផឹកពួកមុនអង្គមពួកថ្វាយបង្គំគ្រប់ព្រះហើយគ្រប់ទាំងមនុស្សកំពូលគេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើងនិងស្ពាន់ធម៌គឺជាសេចក្តីស្លាប់ទីពីរវិញនរណាតែត្រូវនៅក្នុងបឹងភ្លើងនរណាតែត្រូវទទួលសេចក្តីស្លាប់ទីពីរពួកអ្នកដែលខ្លាចមិនហ៊ានជឿព្រះយេស៊ូវទេមិនហ៊ានជឿយេស៊ូវទេសាសនាទៅមកពីណាទេពួកមិនជឿពួកយើងគឺជាខ្វាយយើងមានសាសនារបស់យើងហើយទៅជឿយេស៊ូវទៅអីអត់ចង់ជឿពួកណារៀនពួកថ្វាយបង្គំរូបព្រះតើអ្នកណាជាពួកដែលមិនជឿតើនរណាជាពួកដែលខ្លាចតើនរណាជាពួកដែលថ្វាយបង្គំរូបព្រះតែពេលបងប្អូនសម្លឹងមើលជុំវិញខ្លួនយើងអ្នកទាំងអស់នោះគឺជានរណាគេប្រហែលជាម្ដាយរបស់ខ្ញុំប្រហែលជាប្អូនរបស់ខ្ញុំប្រហែលជាគ្រួសាររបស់ខ្ញុំប្រហែលជាសាច់ញាតិរបស់ខ្ញុំចាំបងប្អូនអាចសម្លឹងទៅមើលក្រុមគ្រួសារមកវិញទីស្រឡាញ់របស់បងប្អូនដែលនៅជាមួយខ្លួនពួកគាត់ជាអ្នកណាបើពួកគាត់ជាពួកដែលមិនជឿជាពួកដែលវាយបង្គំព្រះតើចំណែករបស់ពួកគាត់នៅឯណាក្នុងបឹងដូច្នេះតើយើងចង់ឃើញក្នុងគ្រួសាររបស់យើងចូលទៅក្នុងបឹងភ្លើងដែរឬអត់ចម្លើយប្រកបជាអត់ទេបងប្អូនសូមស្រមៃមើលនៅថ្ងៃដែលព្រះជាម្ចាស់បំផ្លាញខាងនៅទឹកជំនន់ឥឡូវបងប្អូនប្រហែលអ្នកនៅទីនេះជាអ្នកដែលនៅក្នុងទូហើយក្រុមគ្រួសារយើងផ្សេងទៀតគាត់នៅក្រៅទូតើអារម្មណ៍របស់យើងយ៉ាងម៉េចដែរប្រកបណាស់យើងប្រកបជាខូចចិត្តប្រកបណាស់យើងប្រកបជាឈឺចាស់ហើយអ្វីពីព្រោះយើងស្រឡាញ់ពួកគាត់ដូច្នេះបានជាយើងអធិដ្ឋានព្រះជាម្ចាស់សូមជួយគ្រួសារខ្ញុំផងពេលដែលគាត់មានដំណឹងល្អសូមបើកចិត្តគាត់ឲ្យគាត់ទទួលដល់ព្រះអង្គដើម្បីឲ្យគាត់បានសំ
សងគុំដូច្នេះយើងស្រឡាញ់ដល់ក្រុមគ្រួសាររបស់យើងមានមនុស្សយើងស្រឡាញ់ដូច្នេះយើងអធិដ្ឋានសម្រាប់ពួកគាត់ទី2នៅក្នុងព្រះគម្ពីរម៉ាថាយទំព័រ28ខ19សម្រាប់ជូនដូច្នេះចូលទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសព្រះយេស៊ូវមានបន្ទូលទៅគ្រួសារថាម៉េចសូមទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសដល់ពេលដែលយើងស្ដាប់លើពីនឹងយើងដឹងថានោះគឺជាព្រះរាជបញ្ជាព្រះយេស៊ូវបង្គាប់ឲ្យយើងទៅបង្កើតសិស្សប៉ុន្តែហេតុអ្វីព្រះយេស៊ូវទៅបង្កើតសិស្សតើព្រះយេស៊ូវត្រូវការសិស្សព្រះយេស៊ូវត្រូវការសិស្សអត់ទេនៅក្នុងព្រះគម្ពីរយូហានលោកយូហានក៏បានណែនាំយើងថាព្រះយេស៊ូវទូលនៃសេចក្តីស្រឡាញ់ព្រះយេស៊ូវស្រឡាញ់មនុស្សគ្រប់គ្នាព្រះយេស៊ូវស្រឡាញ់ខ្ញុំព្រះយេស៊ូវស្រឡាញ់អ្នកទាំងអស់គ្នាតែមូលហេតុដែលព្រះយេស៊ូវឲ្យយើងបង្កើតសិស្សមិនមែនបង្កើតសិស្សដែលដើរតាមយើងទេគឺផ្សាយដំណឹងល្អឲ្យគេជឿគឺផ្សាយដំណឹងល្អឲ្យគេឮដើម្បីឲ្យគេទទួលជឿដល់ព្រះយេស៊ូវហើយនៅពេលដែលគេទទួលជឿព្រះយេស៊ូវគេនឹងបានសេចក្តីសងក្នុងគ្រូដូច្នេះយើងរកគ្នាយើងនិយាយថាខ្ញុំជឿដល់ព្រះចឹងដល់ពេលដែលយើងជឿដល់ព្រះមានន័យថាយើងត្រូវតែជួយដល់មនុស្សផ្សេងទៀតឲ្យគេបានសង្គ្រោះដែរដូច្នេះតែសារយើងជឿដល់ព្រះលោកយូហានក៏ប្រាប់យើងថាបើយើងជឿដល់ព្រះកុំគ្រាន់តែជឿត្រូវតែស្រឡាញ់ដល់ព្រះហើយនៅពេលដែលអ្នកស្រឡាញ់ព្រះចូលស្រឡាញ់ដល់អ្នកជិតខាងចូលស្រឡាញ់ដល់បងប្អូនដូច្នេះយើងស្រឡាញ់ដល់អ្នកជិតខាងដូច្នេះយើងស្រឡាញ់ដល់មនុស្សដែលនៅជុំវិញយើងហើយតែសារយើងស្រឡាញ់ពួកគាត់តែឯងយើងមិនអាចឈោមើលពីព្រោះយើងដឹងថាពួកអ្នកដែលមិនជឿមានចំណែកនៅក្នុងបឹងតែសារយើងដឹងអំពីមូលហេតុនេះយើងខំអធិដ្ឋានហើយរយៈពេល5សប្តាហ៍នេះយើងខំអធិដ្ឋានសម្រាប់ពួកគាត់ទាំងអស់ពីជាបងប្អូននេះហើយគឺជាមូលហេតុយើងត្រូវតែអធិដ្ឋានឲ្យពួកគាត់ហើយយើងក៏ត្រូវតែប្រកាសអំពីដំណឹងហើយព្រះយេស៊ូវមានបន្ទូលថានៅពេលដែលយើងស្រឡាញ់ដល់គ្នាទៅវិញទៅមកព្រះគង់នៅចំណោមយើងទាំងអស់គ្នានៅពេលដែលយើងស្រឡាញ់គ្នាទៅវិញទៅមកយើងមានព្រះគង់នៅជាអាមែនអាមែនណាយើងមើលយើងសម្រាប់មើលទៅជាកូរ៉េភាសារបស់គ្នាខ្លាំងណាស់តែប៉ុន្តែមានចំណុចរួមមួយតែយើងមានចំណុចរួមតែមួយនោះគឺសេចក្តីស្រឡាញ់របស់ព្រះហើយការដែលពួកគាត់មកហ្នឹងគឺដើម្បីពំសេចក្តីស្រឡាញ់របស់ព្រះហ្នឹងឯងគ្មានព្រះយេស៊ូវពួកគាត់យើងអត់ស្គាល់គាត់ទេពួកគាត់ក៏អត់មកដែរមែនទេដូច្នេះព្រះយេស៊ូវគឺជាចំណុចរួមរបស់យើងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគឺជាគ្រឹះនៃសេចក្តីជំនឿរបស់យើងដូច្នេះបងប្អូនសូមកុំឈប់អធិដ្ឋានសូមកុំធុញក្នុងការអធិដ្ឋានអាមែនដោយសារយើងស្រឡាញ់ដល់មនុស្សទាំងអស់គ្នាយើងខំអធិដ្ឋានសម្រាប់ពួកគាត់នេះគឺជាការងារសំខាន់ជាបងប្អូនត្រូវដឹងថាការអធិដ្ឋានរបស់យើងគឺជាកិច្ចការមួយដែលសម្បូរគឺជាកិច្ចការមួយដែលសំខាន់ទូនាទីរបស់យើងសំខាន់ខ្លាំងមែនទេអាមែនដូច្នេះនៅថ្ងៃនេះយើងនឹងបន្តអធិដ្ឋានទៀតអធិដ្ឋានសម្រាប់ក្រុមគ្រួសាររបស់យើងអធិដ្ឋានសម្រាប់អ្នកជិតខាងរបស់យើងអធិដ្ឋានសម្រាប់អ្នកណាទៀតក្រុមជំនុំរបស់យើងអាមែន